និតនឹងជ្រើសរើសទៅសៃវ៉ែនរួចចងខ្សែការ៉ូពិនិត្យមើលត្រង់កន្លែងចាក់ដោយជិះវៀងដែលមានដំបៅស្នាមជាប់រលាកហើមឬក៏ដុំពករឹងឬក៏ងាយឆាប់ឈឺអញ្ចឹងកន្លែងចាក់របស់យើងអត់មានសញ្ញាដូចយើងរៀបរាប់ខាងលើទេហើយយើងជ្រើសរើសទៅសៃវ៉ែនធំសមស្របសម្រាប់ចាក់កាទាំងគឺទីតាំងត្រង់កំពង់ដៃផ្នែកខាងលើចា៎ពេលយើងចងខ្សែការ៉ូឲ្យបានប្រវែងពី10ទៅ15សង់ទីម៉ែត្រនិងពិនិត្យមើលវត្តមាននៅចុងអវយវៈដើម្បីឲ្យប្រកាសថាមានចរន្តឈាមរត់ចា៎អញ្ចឹងលើកទឹកចិត្តអ្នកជំងឺឲ្យគាត់ក្តាប់ដៃចា៎អញ្ចឹងយើងស្ទាបមើលសរសៃវ៉ែននៅត្រង់កន្លែងចាក់ដើម្បីសម្គាល់អារម្មណ៍មានអារម្មណ៍ថាប៉ោងទុននៅពេលដែលយើងធ្វើការបធូរម្រាមដៃអញ្ចឹងបញ្ជាក់ថាសរសៃកន្លែងហ្នឹងគឺយើងធ្វើការអាចចាក់ការទះបានរងាប់មេរោគត្រង់កន្លែងចាក់ដោយសូស្យងអង់ទីសេផ្ទិកអញ្ចឹងយើងជូតសម្អាតត្រង់កន្លែងចាក់ដោយសូស្យងអង់ទីសេផ្ទិកដោយជូតនៅត្រង់ចំណុចកណ្ដាលពីក្នុងចេញមកក្រៅរាងជារង្វង់ប្រហែលជា5សង់ទីម៉ែត្ររួចទុកវាឲ្យស្ងួតចាក់កាទះចូលទៅក្នុងសរសៃវ៉ែនរួចផ្ទៀងផ្ទាត់មើលចំណាឈាមអញ្ចឹងយើងដកកាទះដោយប្រុងប្រយ័ត្នអញ្ចឹងម្រាមដៃរបស់យើងកាន់វាបែបនេះក៏បានឬក៏តាមអ្វីដែលបងអូនគិតថាវាស្នឹកដៃប៉ុន្តែអ្វីដែលសំខាន់គឺកុំភ្លេចបិទយកម្រាមដៃទប់ជាមួយនឹងគល់កាទះបែបនេះហើយអ្វីដែលសំខាន់គឺយើងជៀសវាងកុំឲ្យមានប៉ះជាមួយនឹងមជុលឬក៏ដងកាទះផ្នែកខាងក្នុងដែលយើងត្រូវចាក់ចូលសរសៃអ្នកជំងឺយកម្រាមដៃរបស់យើងទីបន្តឹងត្រង់កន្លែងចាក់ពីក្រោមកន្លែងចាក់ឲ្យបានប្រវែង4ទៅ5សង់ទីម៉ែត្រពីក្រោមកន្លែងចាក់ដោយសង្កត់សរសៃឲ្យមានលំនឹងហើយប្រាប់អ្នកជំងឺឲ្យគាត់បន្ធូរអារម្មណ៍នឹងដៃចាសូមអូនកុំប្រឹងនឹងកដៃចាចាក់កាទះចូលទៅក្នុងសរសៃឲ្យបានត្រឹមត្រូវនៅក្នុងដំណេកមុំពី15ទៅ30អង្សាដោយផ្ងាមុខមជុលឡើងលើចឹងរុញតួកាទះទៅមុខឲ្យបានសមស្របប្រវែងឲ្យបាន1សង់ទីម៉ែត្រឬក៏1/4នៃប្រវែងមុខកាទះផ្ទៀងផ្ទាត់មើលចំណាឈាមនៅត្រង់គល់កាទះចាពេលនេះឃើញថាមានចំណាឈាមនៅត្រង់តួកាទះហើយបញ្ជាក់ថាមជុលបានចូលទៅក្នុងសរសៃដកមុំ5ចេញម្ដងបន្តិចដោយរក្សាមេដៃឲ្យទប់សរសៃនៅមានលំនឹងអញ្ចឹងរុញដកម្ដងបន្តិចរួចរុញតួកាទះរហូតដល់គល់ចាស្រ័យខ្សែការ៉ូរួចដកមុំ5ចេញដោយយកដៃដែលមិនថ្នឹកមកទប់កាទះរួចបន្ធូរខ្សែការ៉ូដោយដៃម្ខាងទៀតដកមកចូលចេញដោយយកម្រាមដៃទប់សង្កត់នៅស្បែកផ្នែកខាងមុខនៃតួកាទះចាសង្កត់នៅផ្នែកខាងមុខនៃតួកាទះដែលបានចាក់ដើម្បីកុំឲ្យមានការហូរឈាមរួចដកមុំ5ចេញបោះចោលមកចូលកាទះចូលទៅក្នុងប្រអប់សុវត្ថិភាពភ្ជាប់កាទះទៅនឹងទ្រូសរោមឲ្យបានជាប់ល្អដោយគ្រាប់កូកា10Cចឹងភ្ជាប់កាទះទៅនឹងទ្រូសរោមឲ្យបានជាប់ល្អបើកបង្ហូរសរោមយឺតដើម្បីកុំឲ្យស្ទះមុខមជុលតាមដានមើលត្រង់កន្លែងចាក់ក្រែងមានហើមពេលនេះឃើញថាពុំមានហើមទេធ្វើការបិទបង់ស្អិតពិនិត្យមើលវត្តមាននៃភាពហើមប៉ោងនៅត្រង់កន្លែងចាក់លែងតម្រូវដំណក់សរោមតាមវេជ្ជបញ្ជា
វិជ្ជបញ្ជាតម្រូវឲ្យដាក់សារ៉ូមនៅក្នុងល្បឿន60ដំណក់ក្នុង1នាទីលៃតម្រូវដំណក់សារ៉ូមក្នុងរយៈពេលពេញ1នាទីពេលនេះឃើញថា1នាទីបានមកដល់ហើយដំណក់សារ៉ូមគឺឃើញថាមាន60ដំណក់ក្នុង1នាទីពិតជាត្រឹមត្រូវតាមវិជ្ជបញ្ជាហើយរៀបចំសារភាពអ្នកជំងឺឲ្យមានភាពសុខស្រួលឡើងវិញរៀបចំសម្ភារៈទុកដាក់កន្លែងដើមវិញចាសម្ភារៈកង្វក់យើងដាក់វត្ថុមុតស្រួយដាក់ចូលទៅក្នុងប្រអប់សុវត្ថិភាពសម្ភារៈកង្វក់ដាក់ចូលទៅក្នុងធុងសម្រាមបន្ទាប់មកគឺយើងដោះស្រោមដៃឲ្យបានត្រឹមត្រូវបោះចោលចូលទៅក្នុងធុងសម្រាមឆ្លងរោគហើយយើងធ្វើការលាងដៃឲ្យបានស្អាតយើងបន្ទាប់ពីលាងដៃហើយយើងទៅណែនាំអ្នកជំងឺអំពីរបៀបធ្វើចលនាដៃដោយមិនឲ្យរបូតបញ្ចូលឬក៏របូតទ្រុសចាលើកទឹកចិត្តគាត់ឲ្យគាត់សួរសំណួរនៅអ្វីដែលគាត់ចង់ដឹងសរសេរនៅលើផ្លោកសារ៉ូមពីការប៉ែកឆែតនិងចំនួនដំណក់ដែលយើងត្រូវដាក់ហើយនឹងសរសេរនៅលើបងស្អិតពីពេលវេលាដែលយើងត្រូវបានចាក់ការទះតមកគឺយើងធ្វើការកត់ត្រានិងរាយការណ៍ចូលទៅក្នុងសំណុំលិខិតនៅអ្វីដែលយើងបានធ្វើហើយរាយការណ៍ទៅគ្រូពេទ្យនៅអ្វីដែលយើងបានពិនិត្យឃើញ